unit មួយនេះគឺជាប្រភេទ unit កែងហើយជា unit ពិសេសនៅក្នុងអគារ condo L Tower អគារទី3ដែលមានទីតាំងនៅលើមហាវិថីព្រះមុនីវង្សឥឡូវហ្នឹងក៏មាន promotion ដែរបងប្អូនបើកក់ក្នុងពេលឥឡូវនេះណាគឺបងប្អូនចំណេញខ្លាំងមែនតើគឺយើងចាប់ផ្ដើមមានការបញ្ចុះតម្លៃបូករួមជាមួយនឹង promotion ចុងឆ្នាំនេះបងប្អូន unit នេះគឺទំហំ53ម៉ែត្រការ៉េមានបន្ទប់គេងមួយបន្ទប់ទឹកមួយប្រភេទ condo 2ជាន់ហើយបើនិយាយពី view វិញស្អាតខ្លាំងហើយ veranda ក៏ធំដែរនេះបងប្អូនឃើញទេស្អាតមែនតើមិនមែនតែបន្ទប់ហ្នឹងឯងបន្ទប់ផ្សេងទៀតក៏បងប្អូនឃើញហើយស្រឡាញ់ដែរបងប្អូនទិញ condo L Tower គឺ mode ក្នុងមួយអគារគឺខុសៗគ្នាមិនថាអគារទី1ទី2ទេអគារទី1នៅខាង2.1ក៏ mode ខុសពីហ្នឹងអគារទី2 mode ក៏ខុសពីហ្នឹងនេះគឺជា mode អគារទី3ដែលស្ថិតនៅលើទីតាំងមហាវិថីព្រះមុនីវង្សខ្ញុំចង់ review បន្ទប់ហ្នឹងដោយសារវាជាប្រភេទបន្ទប់កែងហើយ view វាស្អាតចនខាងលើអីគឺបងប្អូនមើលក្នុងវីដេអូហ្នឹងទៅចនខាងលើអីគឺឡើងទៅអីគឺបន្ទប់គេងវិញគឺស្រឡះល្អមែនតើឥឡូវយើងឡើងមកដល់ចនខាងលើហើយចនខាងលើនេះគឺបន្ទប់មានកញ្ចក់គ្របពីគេងមកគឺមានអារម្មណ៍ថាការងារ stress ទាំងប្រមាណអីគឺដឹងតែរលត់បាត់អស់ហ្មងដោយសារតែ condo យើងឆ្នៃមួយបន្ទប់សម្រាប់ឲ្យភ្ញៀវរស់នៅឲ្យមានសុភមង្គលស្រួលនៅមានអារម្មណ៍ថាដូចរស់នៅដូចផ្ទះមិនមែនជា condo បែបតូចចៀតទេចឹងបើសិនជាបងប្អូនចង់បាន condo មួយស្អាតប្លែកតម្លៃធូរថ្លៃបងដើមមុនទៅ condo ខ្មែរបងប្អូនអាចមកសាកសួរព័ត៌មានបាន condo របស់ខ្ញុំគឺបកគលសោបកគលប្លង់រឹងដែលសំខាន់នោះគឺបងប្អូនជួយគ្រប់គ្រងអ្នកអភិវឌ្ឍវិស័យ condo ខ្មែរយើងខ្ញុំជាម្ចាស់គម្រោងតគឺខ្ញុំតែងតែគិតគូរទៅលើការរស់នៅមួយបន្ទប់សារទាំងការបង់ប្រាក់និងគុណភាពបូករួមជាមួយនឹងសម្រួលភាពងាយស្រួលជាច្រើននៅក្នុងអគារឲ្យបងប្អូនរស់នៅដោយមានសុភមង្គលចូលរកលំនៅឋានដែលមិនខកបំណងឡើយ